ខ្ញុំឈ្មោះណៃនប់ផាដុនខ្ញុំ45ឆ្នាំខ្ញុំរស់នៅខេត្តកំពង់ឆ្នាំងភូមិគោកពទាក្លិនថ្លើមបងខ្ញុំទៅពេទ្យពេញវក់អីកោអីឃើញយើងមានក្លិនថ្លើមអញ្ចឹងណាបងធ្ងន់ធ្ងរអត់សាសឡប់វាវិលអីចឹងមកធ្វើការតិចវិលដួលបណ្ដោយគាត់ដឹងអត់ដឹងខ្លួនដួលទេហើយវាចេះចំណែនចង់ហើមហើយហឹងដៃហឹងជើងកញ៉កញ្ញង់គៀមយើងហ្នឹងហឹងអស់ហើយតកោះថ្មិញកោះអីបាទជួសរំធម្មតាបានចាប់អារម្មណ៍ថាយើងមានថ្លើមអញ្ចឹងណាបងខ្ញុំគិតថាពះពវៀនទេអត់ចាប់អារម្មណ៍រឿងថ្លើមទេបាទអត់ដែលដឹងថាមានជំងឺថ្លើមទេអត់ចាប់អារម្មណ៍បាទអត់ចាប់អារម្មណ៍ដល់ពេលគេមើលអេកូពេញក្នុងពោះយើងហ្នឹងគេដឹងថាយើងមកពីថ្លើមទេឡើងលឿងមកភ្នែកអីលឿងអស់បាទលឿងទៅស្លាំងដាច់ខ្ញុំស្គមឲ្យពោះប៉ោងពលហ្នឹងទៅពេលថាហើយអាចដល់មិត្តការទីទឹកទីអីចឹងណាបាទអត់ពុនខ្ញុំថាមើលត្រៀមចិត្តត្រៀមកាយយ៉ាងដែរទៅអត់ដែរហូបឆ្នាំអីផ្សេងឆ្នាំហ្នឹងមើលតាម Facebook គេ live មកខ្ញុំមើលតាមហ្នឹងទៅសាក់លបងមើលហើយក៏ជាពិតមែនខ្ញុំទិញ6កំប៉ុងខ្ញុំហូបដំបងក្របដំបងគឺដឹងហ្មងវាភើមកឲ្យយើងដឹងថាឆ្នាំមើលទៅវាអាចមានអាចជាបាលយើងបានណាបានទេវាភើស្រួលហើមមានដកហើមស្រួលហើយពេលបានប្រើបានប្រហែល 3-4 ថ្ងៃយើងបាត់យើងបាត់ដៃបាត់ជើងស្រួលលោមញឹកហេវឲ្យយើងហេវវិញបាទហេវចូលចំណៃរកផ្លែឈើអីចឹងខ្ញុំឆាច់ហើយគេអូខេវិញហ៎បងគេថាគាត់ថាស្លាប់បងល្អឡើងវិញអស់ហើយមានអីទាំងអស់វាល្អវាអត់មានថាមានជំងឺមានអីចឹងណាវាលែងមានអីវាថាស្លាប់ខ្ញុំនិយាយបោវិញណាវាអត់មានខាត់ដូចមុនចឹងហើយបងមានកដាស់បញ្ជាក់ពីពេទ្យមានបងមានកដាស់ចុងក្រោយនេះបងអីកោខ្ញុំមានមកទៀតមានអេកូច្បាស់ចុងក្រោយទៀតបាទគ្រប់បងសុំបងអើដូចរស់សាទៀតបានទោះខ្ញុំកាលមុនខ្ញុំអត់មានខំមានអាចព្យាបាលបានព្រោះម្ដាយខ្ញុំពីមុនគាត់ធ្លាប់ខូចជំងឺខ្ញុំដែរតាមត្រង់ខ្ញុំជារសារ liver plan ហ្នឹងមែនបាទប្រកបទីបងខ្ញុំអស់សង្ឃឹមពុនគ្រួសារខ្ញុំក៏អស់សង្ឃឹមថាអនាគតទៅអត់មានឲ្យហៅគេកូនថាអញ្ចឹងណាអស់ហើយតែបើហូបអានឹងមកសុខភាពយើងឡើងមកវិញហើយជា100%តែហ្មងខ្ញុំទៅឆ្លអេកូ2ដងបានខ្ញុំជឿជាក់ច្បាស់ថាខ្លាចពេទ្យមួយវាមិនគិតទៅពេទ្យមួយទៀតអត់ពេទ្យប្រកបបងប្អូនជឿជាក់ទៅបើធ្វើដូចខ្ញុំយ៉ាអត់សង្ឃឹមបំផុតថាខ្ញុំអាចព្យាបាលបានអញ្ចឹងតែជំងឺថ្លើមគឺភាគច្រើនលាបលែនគឺអាចជាហ្មង